សំបីតែញោមញាតពុទ្ធបរិស័ទក្តីដែលកំពុងតែអង្គុយស្ដាប់ធម៌ទេសនាថ្ងៃនេះមិនមែនយើងយប់មិញមិនមែនយើងសាមញ្ញទេណារូបរាងកាយរបស់យើងព្រឹកនេះថ្ងៃនេះទ្រុឌទ្រោមជាងម្សិលមិញហើយតែទ្រុឌទ្រោមធ្លាក់ចុះបន្តិចនេះដល់ទៅពេលថ្ងៃល្ងាចក៏ទ្រុឌទ្រោមបន្តិចទៅទៀតវាចេះទៅអញ្ចឹងហើយនេះសេចក្តីជារាក្រំគ្រានោះវាគ្របសកត់ចឹងបានប្រពុតលោកត្រង់សម្ដែងបើថ្ងៃនឹងយប់មិនកន្លងទៅថ្ងៃនឹងយប់នឹងតែងកន្លងទៅសេចក្តីចាស់ក្រំគ្រានឹងក៏គ្របសកត់រូបរាងកាយរបស់យើងប្រៀបបានដូចជាកង់នៃរទេះដែលវិលទៅតាមក្បាលក្រពើនៃរទេះទៅយ៉ាងណាមិញជរាទ្រុឌទ្រោមក្រំគ្រាក៏តាមទៅគ្របសកត់យ៉ាងនឹងឯងរូបរាងកាយរបស់ផងយើងនឹងនេះឲ្យញោមញាតពិចារណាឲ្យដឹងគ្រប់គ្នាអញ្ចឹងជាវាមិនផុតទេអានឹងជាទុកខ្លាចខ្លាំងបំផុតញោមញាតដែលមើលចាស់ជារាគឺទៅឈឺចុកដៃចុកជើងរួយសពាន់ឈឺខ្នងឈឺចង្កេះពុំមានការទុកលំបាកទាំងអស់ក្នុងជារាក្រំគ្រាហ្នឹងតែរូបរាងកាយណាមួយដែលទៅដល់នៅសេចក្តីក្រំគ្រាជារានោះដឹងតែម្នាក់ឯងទេសម្រាប់អ្នកដទៃដើរទៅមិនទាន់ដល់អត់ដឹងថាម៉េចទេទោះបីចាស់ពូលចុកដៃចុកជើងឈឺខ្នងឈឺចង្កេះស្វាំងភ្នែកងឹតមើលមិនឃើញទៅជាត្រង់ក៏គិតពូលក៏ត្អូនក៏ចេះតែពូលលើយើងអ្នកលឺរន់តែលឺតែមិនបានយកចិត្តចំណាប់ចាប់អារម្មណ៍នឹងការធ្ងោការពូលរបស់ព្រះគាត់អំពីទុក្ខលំបាកនៃការចាស់ជរាហ្នឹងអត់មានទេនឹងចឹងបានន័យថាអ្នកណាដែលដើរទៅដល់ជួបប៉ះហើយទើបដឹងដោយដុំភ្លើងមួយដុំយ៉ាងអ្នកណាទៅប៉ះភ្លើងដឹងថាក្តៅអ្នកដែលមិនបានទៅប៉ះភ្លើងអត់ដឹងថាក្តៅទេអាអ្នកប៉ះភ្លើងក្តៅហើយស្រែកប្រាប់អ្នកដទៃដូចក្តៅដល់ភ្លើងលលាកតែអ្នកដទៃអត់ដឹងថាក្តៅយ៉ាងម៉េចទេអានេះវាអញ្ចឹងជារាដូចគ្នាជាទ្រុឌទ្រោមក្រំគ្រាជាវាមិនរួយរាជរាក្រំគ្រានេះសប្តាហ៍ថ្ងៃមនុស្សនៅលើពិភពលោកគេមិនស្ងៀមទេអ្នកដែលខាងវិទ្យាសាស្ត្រហ្នឹងឱសថការីនោះគេខំស្រាវជ្រាវចម្រាញ់រោគថ្នាំណាដែលយកមកទប់ទល់នឹងជារាហ្នឹងមានថ្នាំសម្រាប់ឲ្យយើងលេបយើងពិសាទៅដើម្បីនឹងទប់ទល់នឹងជារាមកប្រភេទទៅប្រភេទទៀតក៏មានថ្នាំសម្រាប់លាបឡូនលើរាងកាយពីក្រៅទៅទៀតខំទប់ទល់រាងកុំឲ្យវាទ្រុឌទ្រោមក្រំគ្រាណាតែទោះបីជាខំយ៉ាងណាក៏ដោយក៏នៅតែទប់ទល់រាងវាមិនឈ្នះនឹងចឹងនេះចាស់ក្រំគ្រាគេមិនស្ងៀមទេណាបើនៅលើពិភពលោកអានេះជាទុកទី2ទុកទី3ជំងឺរោគាជាអធិនេះក៏វាមានស្មើទៅជាធម្មតាអ្នកណាក៏មានដែរទោះបីជាវ័យនៅក្មេងក៏ត្រូវតែមានជំងឺនឹងមកបៀតបៀនរាងកាយដែរឬជំងឺនេះជាអធិនេះជំងឺនេះព្រះសម្មាសម្ពុទ្ធជាបរមគ្រូបានទ្រង់សម្ដែងថាជំងឺនឹងកាចសាហាវណាស់គ្មានសត្រូវឯណាដែលកាចស្មើនឹងជំងឺព្យាធិនឹងទេព្រះអង្គទ្រង់សម្ដែងថាណដ្ឋិព្យាធិសមារយោគ្មានសត្រូវឯណាកាចស្មើនឹងជំងឺរោគាទេក៏ញោមញាតឃើញស្រាប់ឲ្យអ្នកដែលឈឺទៅព្យាបាលឈឺចុកចាប់ខ្លាំងទៅក៏ស្រែកធ្ងោបង្រាស់ស្រែកយោយាយទៅដោយសារជំងឺឈឺចាប់ហ្នឹងវាបៀតបៀនខ្លាំងត្រឹមវាមិនបាន
ជំងឺនឹងគ្មានសេចក្តីអាណិតអាសូរឲ្យដល់មនុស្សទេទោះបីអ្នកឈឺជំងឺស្រែកប៉ុណ្ណាជំងឺនឹងក៏វាមិនបន្ធូរបន្ថយដែលនៅតែប្រឹងគៀបសង្កត់មនុស្សនឹងទៅជានិច្ចនឹងបានថាកាចណាស់ជំងឺប្រពន្ធលោកថាគ្មានសត្រូវណាកាចស្មើជំងឺទេនឹងសូមឲ្យញោមញាតិជ្រាបចឹងហើយអ្នកឱសថការីអ្នកស្រាវជ្រាវជំរាវរកថ្នាំមកព្យាបាលជំងឺនោះក៏ចេះតែព្យាយាមស្រាវជ្រាវជាបន្តមិនឈប់ទេមិនស្រាកទេនេះរកឱសថមកទប់ទល់នឹងជំងឺនោះតែឱសថនឹងអាចមកទប់ទល់រងាប់បង្ក្រាបជំងឺបានតែក្នុងពេលណាដែលអាយុសង្ខារវាមិនទាន់អស់ទេអាចព្យាបាលបន្សាបរងាប់ជំងឺទៅបានតែជំងឺនេះមិនមាននរណាមួយដែលមិនដឹងទេណាញោមញាតិណាវាប៉ះជួបគ្រប់តែគ្នានឹងមកយាយីគ្រប់តែគ្នាចឹងឯងជាសេចក្តីទុក្ខមួយយ៉ាងធំបំផុតអាជីវិតរបស់មនុស្សនោះទី4គឺសេចក្តីស្លាប់មរណៈទុក្ខសេចក្តីស្លាប់នឹងគេជាទុក្ខធំបំផុតចុងក្រោយគេហើយទុក្ខយ៉ាងម៉េចញោមញាតិមើលមនុស្សមុននឹងស្លាប់នោះមានសេចក្តីទុក្ខលំបាកក្នុងកាយយ៉ាងខ្លាំងដោយចាស់គេប្រើពាក្យទៅស្លោឈាមរោគខ្យល់គេទៅដើរដកឆ្វែលក្រោកឆ្វែលដេកអង្គុយវាលំបាកខ្លាំងណាស់នៅក្នុងកាយនឹងមុននឹងសេចក្តីស្លាប់មកដល់នឹងជាសេចក្តីទុក្ខធំបំផុតចុងក្រោយនឹងសម្រាប់ជីវិតរបស់មនុស្សទូទៅនៅលើសាកលលោកនេះឥតមានជនណាមួយដែលនឹងជៀសវាងបានទេនេះដល់សេចក្តីស្លាប់ខាងក្រោយហ្នឹងជាទីបញ្ចប់ហើយបានន័យថាអ្នកដែលស្លាប់ហ្នឹងត្រូវវិញ្ញាណនឹងចេញចាករូបរាងកាយនឹងទៅកាន់ទីដទៃឆ្ងាយទៅកាន់ភពដទៃមានកំណើតទៅកាន់ភពដទៃទៀតហើយដូចជាឧបាសិកាលឹមភ័ណ្ឌនេះដែលបានលះលោកទៅហើយទៅឆ្ងាយដាច់ស្រឡះឥតមានពេលណាដែលកូនចៅអ្នកមានជីវិតរស់នៅនេះសង្ឃឹមថាឧបាសិកាលឹមភ័ណ្ឌនឹងអាចមានឱកាសមកបង្ហាញរូបដល់កូនចៅឬមកប្រាប់កូនចៅថាឥឡូវណែម្ដាយបានទៅនៅទីនេះឋាននេះភូមិនោះស្រុកនោះមិនមានទេនេះការនិរាធប្រាគ្នាដោយសេចក្តីស្លាប់នេះគ្មានពិធីអីទេបានបុរាណលោកតែងពោលថាបើព្រឹត្តរស់មានសង្ឃឹមតែឆ្នាំណាថ្ងៃណានឹងបានវិលត្រឡប់មកជួបគ្នាវិញរីឯការដែលព្រឹត្តប្រាសគ្នាដោយសេចក្តីស្លាប់នេះគឺតែគ្មានពិធីទេចប់ហើយដាច់ស្រឡះចេញពីគ្នាម្ល៉េះហើយកូនចៅសាច់ញាតិក្រុមគ្រួសារទាំងអស់ដែលមានជីវិតរស់នៅជាមនុស្សតែងតែមានសេចក្តីសោកសឹកសួររំជួលនឹងការនិរាសព្រឹត្តប្រាសចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់គឺលោកអ្នកមានគុណមេត្តាបិតាញាតិមិត្តស្រឡាញ់ដែលធ្លាប់ធ្វើសេចក្តីល្អដល់គ្នានឹងគ្នានឹងកាលណាបែកបាក់គ្នាទៅអ្នកដែលរស់តែងតែសោកសម្រែងខ្សឹកសួលកើតទុក្ខក្នុងចិត្តនឹងគ្រប់តែគ្នានឹងជីវិតរបស់មនុស្សលោកនោះរីឯអ្នកដែលលះលោកទៅកាន់លោកខាងមុខហើយអត់បានទទួលដឹងទទួលឮទេអញស្លាប់ទៅហើយកូនចៅនៅឯស្រុកភូមិជាមនុស្សនឹងគេយំគេសោកសៅឬគេធ្វើកម្មវិធីអីចំពោះ
រូបរាងកាយសាកសពរបស់អាត្មាអញដែលនៅសល់ចោលនៅលើផែនដីនៅឥស្រាអែលភូមិអត់មានដឹងទេនេះសូមឲ្យញោមញាតិជ្រាបចឹងហើយយើងច្រើនតែយល់ទៅតាមអាចារ្យខ្លះនឹងចេះតែប្រាប់កូនចៅថាម៉ែឪដែលស្លាប់ទៅហើយឬមនុស្សស្លាប់មិនទាន់ទៅឯណាទេនៅកលឹងឆ្វែលទៅផ្ទះឆ្វែលទៅភូមិនឹងឯងមាននិយាយប្រាប់អញ្ចឹងទៀតរឿងហ្នឹងមិនពិតទេរឿងហ្នឹងអត់ពិតទេថ្ងៃនេះសូមជម្រាបញោមញាតិទាំងអស់គ្រប់គ្នាយល់អ្នកដែលលះលោតតែគ្មានអីនៅក្រវ៉ែលនឹងទៀតទេពីព្រោះមុននឹងលះលោតទៅគាត់សន្លឹងរីរោភពដែលត្រូវកើតផ្ទះថ្មីហើយខណ្ឌថ្មីហើយតើរកបានកន្លែងហ្នឹងបានដកយកជីវិតវិញ្ញាណចេញពីកាយចាស់ហ្នឹងចេញទៅកាន់ទីថ្មីហ្នឹងម្ល៉េះហើយអត់មានអីនៅក្នុងរូបរាងកាយនេះបានទទួលដឹងទទួលឮថាកូនចៅសាច់ញាតិគេប្រពកម្មវិធីអីចំពោះរូបរាងកាយរបស់ខ្លួនដែរនៅឯភូមិស្រុកហ្នឹងតែអត់មានទេនេះសូមជម្រាបអញ្ចឹងឲ្យប្រកាសសំបីតែកូនចៅចង់ទៅរកម៉ែឪក៏មិនដឹងទៅរកឯណាឃើញនឹងក៏នៅណាម៉ែឪក៏មិនដែលមកប្រាប់កូននៅវាឈប់ការតាកតងនេះបានណាម្ល៉េះតាមវិធីពុទ្ធសាសនាមានត្រឹមតែធ្វើជាតេកណានុបទានកុសលផលបុណ្យណាមួយឧទ្ទិសជូនទៅលោកតែប៉ុណ្្នឹងឯងពិធីតាមពុទ្ធសាសនានោះនឹងសូមឲ្យញោមញាតិជ្រាបចឹងហើយសេចក្តីតុងការកើតការចាស់ការឈឺស្លាប់នេះឯតាវាជារបស់ពេទ្យសច្ចៈគឺវាពិតប្រកបណាអត់មាននរណាមួយជារួចទេញោមញាតិក៏មើលឃើញគ្រប់តែគ្នាដឹងតែគ្មាននរណាជារួចទេក៏ប៉ុន្តែមិនសូវបានយកចិត្តទុកដាក់ហ្នឹងឯងក៏ឃើញទៅប៉ុន្តែសម្រាប់ព្រះសម្មាសម្ពុទ្ធលោកឲ្យយើងពិចារណាក្នុងជីវិតដែលកើតចាស់ឈឺស្លាប់ឲ្យឃើញតែជាសេចក្តីទុក្ខគ្រប់ទាំង4ហ្នឹងសម្រាប់មនុស្សនោះវាដូចជាបាសកបាសិកាលឹមភ័ណ្ឌកើតរួចហើយចាស់រួចហើយឈឺរួចហើយស្លាប់រួចហើយ4នឹងបានទទួលគ្រប់អស់គ្មានសល់អីមួយទេនៅឡើយតែយើងព្រោះជាកូនជាចៅញាតិមិត្តទាំងអស់នេះមិនទាន់បានទទួលគ្រប់ទេតែ3បានទទួលហើយយើងទាំងអស់គ្នានេះកើតរួចហើយចាស់កំពុងតែចាស់ដែលអាត្មាបញ្ជាក់ថាយើងកំពុងអង្គុយស្ដាប់ធម៌ទេសនានេះមិនយើងសាមញ្ញទេចាស់ជាងសាមញ្ញតែហើយឈឺក៏កំពុងតែឈឺព្យាបាលលេបថ្នាំទៅក៏ជាទៅយូរតែក៏ឈឺទៀតដោយសារអាយុនោះវាមិនទាន់អស់អានេះកំពុងតែឈឺនៅតែមួយទៀតឯងមួយទៀតគឺស្លាប់នេះយើងទាំងអស់គ្នាត្រូវគិតអញ្ចឹងបើយើងមិនបានយល់ទេយើងនៅតែកើតទុក្ខកន្ទក់កន្ទិញនឹងអ្នកដែលលះលោកទៅហើយហ្នឹងទៅមុនយើងតែយើងអត់បានគិតតែខ្លួនយើងក៏ជាបែកភាពខ្មោចនឹងដែរស្លាប់ដូចតែគ្នានៅតែមួយទេកើតរួចឲ្យចាស់កំពុងតែចាស់ឈឺកំពុងនៅតែមួយទេគឺស្លាប់នៅតែណាទាំងអស់គ្នានេះទាំងនឹងព្រះសម្មាសម្ពុទ្ធលោកឲ្យយើងពិចារណាយកខ្លួនយើងនឹងពិចារណាធៀបប្រៀបថាអត្តានំឧបមង្កត្វាយកខ្លួនយើងនេះធៀបប្រៀបនឹងអ្នកដែលស្លាប់ហើយនឹងសាកសមនៅក្នុងមុខនេះតើអើយសេចក្តីស្លាប់មិនមែនមានតែឧបាសិកា
ลิมพอนนังเตสมบัยอาตมาอันจีเนียจีเม็ดจีสันดานจีโกนเจ้าระบเกินก็ชีว่ามันรวยได้กรันแต่มุนกรอยมานังเตเรื่องบาสิกา ลิมพอนเนเคยได้ฉีดโดนฉีตาใหญ่ตูดตาตูดกันแม่เอากระบังกระเต้ามุนอ้อปันดาเต้าหายเติบเกิดนั่งเธอตำนาเต้าตามไปกรอยเตียนเต้าเพลาเต้ามวยเด้รีระเยิงแต่ออกเนียนั่งก็เต้าตามแต่คะแนนนั่งไงแต่เราเกิดทันจังพิจารณาทันจังบางจังนั่งวิเชียสัจจะเธอมวยเดตราบานต่างออกเนียขเมนนามวยชีรุยเตบัญจังเตรารีบจำปรองประยันสำหรับชีวิตว่าเยิงนั่งเรียงคล้วนแต่กำปงแต่รอนเอาเน่เนื้อซ้ำยงเงียดเฉียบจังเมนกิดเนียสลับแต่พอพอเราไอ้กิดคล้วนเยิงเนี่ยสลับพอดตัวหายเน่าเยิงเดตราเต้ากรอยเตียนนึงเราเกิดแต่เราถือไอ้มุนนังสลับเราถือไอ้พระสัมมาสัมพุทธทรงสำแดงดาตื่นดาปูปิโคธรรมเนียปิโคทั้งหลายอายุระบมนุษย์ทั้งหลายในแต่งนะพระองค์เป็นเจ้าประตาแต่งนะสัตว์ทั้งหลายนาแต่เราต่อกันประโลกกู้ถือกุศลกู้ประพฤติพรหมจริยธรรมสัตว์ได้เกิดชโมธามันสลับมันเมียนเตมันเนียบิโกทั้งหลาย บุคคลรอเนาอย่างอยู่เต็มมารอยชนำหรือทอยเจ้าบันไตหรือเลือกเชียงบันไตก็เมียนเนี่ยพระองค์แสดงเป็นเจียบรับอย่างเดียวให้ปุถุกาตสัตว์ทั้งหลาย เมียนอายุแต่งนานังพระองค์ท่าหมอสำแดงหมอกึศเตาระยะกาเทวิเลียปีเปือนพรำรอยเหาะสับประมวยชนะมาไงตอนมาเป็นแล้วนะพรับดาตื่นต่างๆอายุมโนทั้งหลายแต่งนะ ให้ตรงดาตื่นดีตะ สัตว์ทั้งหลายเดี๋ยวเราตกันประโลกูเพื่อกุศลกูประพฤติพรหมจริยธรรมสันได้ปรับดาตื่นจังชีวิตบ้ามโนทั้งหลายนั่งแต่งนะรอเนาอย่างยุเต็มมารอยชนำกำนอนจังกรอบมารอยได้เลื่อมมารอยได้ในโลกดาตื่นนั่นสลับเนี่ยได้สลับได้โลกมันดาตื่นเลยพระพุทธศาสนาในเตะตรงต่างนังมโนรัวเตอันเมียนเตะตรงนังขมายเตเนี่ยได้เลี้ยนโลกแต่ว่าหายพออัดเมียนประเทศนาศาสนานาตัวเตะตรงนังขมายเตะตรงต่างนังมโนรัวนึ่งบานปุถิกาลูกดักตื่นมนุษย์ในนรัวมันเต้นสลับนะไอ้คำซ้ำทะเพื่อกุศลประพฤติพรหมจริยธรรมคือประพฤติเถิดดลอประพฤติตามปุถิการะบพระสัมมาสัมพุทธปฏิบัติขนองเซลสมาธิปัญญาโนเชี่ยกรึงตีปึ้งระบายเยิงเต่ากันโลกข้างหมกโนถ้าเต่ากันประโลกสลับคือเต่ากันประโลกเจงไปโลกในเต่าโลกข้างหมก เต่าเกิดกำเนิดทำไมกำเนิดทำไมได้เต่าเกิดโนเมียนไอเมียนแต่ก็สาลพาบอนอำเภอละออดแต่อำเภอนางไอเชียตีปึ้งระบะพันมนุษย์สัตว์ต่างออกน้องลงนี่ขมายได้สลับแต่ว่าอัดเมียนมาเตะโตไว้ในพุทธศาสนาบ้านเต้มันอาจมอรินเธอมันอาจมอกเรศาเซลมันอาจมอกถือเตียนถือกรรมไว้นาอัดเมียนเนี่ยได้จ่าตรงนั้นไงได้ท่าพุทธศาสนาอัดเตะโตไว้ในขมายเตะโตในมโนรสขมายสลับตัวหายเมียนแต่พ่อระบกรรมกาเงียดได้เกิดพึ่งการเกิดเนาจิมโนมันเต้นสลับนุทพึ่งละอ้อก็ได้อยากเคราะห์ก็ได้เมียนพ่อนังไอช่วยโตตรงเนี่ยได้สลับตัวกัน
ឋានទីដែលមនុស្សនឹងត្រូវកើតយ៉ាងសំយមញាជ្រាបចឹងបានព្រះអង្គទ្រង់សម្ដែងថាយថាកម្មង្កមិសន្តិបញ្ញបាបលោបគាសត្វលោកមនុស្សដែលស្លាប់ទៅវាទៅតាមការចងចាំតែនឹករលឹកចាំអីពេលដង្ហើមចុងក្រោយនឹកឃើញបន់ក៏ទៅកាន់សុគតិនឹកឃើញបាបទៅកាន់ទុគតិអានឹងចុងក្រោយហើយតែនឹកអីចងចាំអីទៅកើតហ្នឹងនឹងសញ្ញានឹងជាបានជាពុទ្ធលោកឲ្យមនុស្សទាំងអស់អប់រំកាយវាចាចិត្តរបស់យើងឲ្យមមដោយសិលសមាធិបញ្ញាបានចិត្តយើងវាអត់ញាប់ញើក្លែងក្លូងចិត្តយើងតម្កល់នៅមមនឹងកុសលធម៌នឹកឃើញអំពីអំពើល្អដល់លះលោកនេះទៅកាន់លោកខាងមុខបានទៅកាន់សុគតិភពបាននោះនឹងជាពុទ្ធិកាទ្រង់សម្ដែងត្រាស់ដាស់តឿននៅសម្បជាញោមញាតហ្នឹងបើចង់បានសេចក្តីសុខក្នុងបរៈលោកខាងមុខដែលលះលោកទៅខំធ្វើកុសលធ្វើអំពើល្អគ្រប់គ្នាទៅនឹងអស់អាយុជីវិតទៅកាន់សេចក្តីសុខហើយនឹងសំញោមញាតជ្រាបចឹងប៉ុន្តែសប្តាហ៍ថ្ងៃនេះមនុស្សច្រើនណាស់មនុស្សច្រើនណាស់នៅលើផែនដីនេះនៅតែអត់ទាន់ជឿថាមនុស្សស្លាប់ហើយកើតទៀតទេច្រើនណាស់អាត្មាធ្លាប់ឮមានមនុស្សគេនិយាយធ្វើបន់គេប្រាថ្នាគេថាបើសិនណាជាមានជាតិមកនិយាយថាបើសិនណាមានជាតិមកសុំឲ្យគេកើតជានេះជានោះអីអានោះបើសិនណាជាមានអត់ដល់ឮពោលនិយាយយើងដឹងថាអូមនុស្សនេះមិនទាន់ច្បាស់លាស់ទេមិនទាន់ជឿថាស្លាប់ឲ្យកើតទៀតទេអត់ទាន់ជឿនៅតែសង្ស័យបានគាត់ថាបើសិនណានោះកើតមានជាតិមកកើតឲ្យទៅកើតជានេះជានោះហ្នឹងសំបញ្ជាញោមញាណពុទ្ធបរិស័ទទាំងឡាយគ្រប់រូបអ្នកដែលជឿថាស្លាប់ហើយមិនកើតទៀតនោះមិនមានតែមនុស្សសពថ្ងៃនេះទេពីសម័យពុទ្ធមកក៏មានដែរមនុស្សនោះគេហៅគំនិតមិច្ឆាទិដ្ឋិយល់ខុសរីដល់មកបច្ចុប្បន្នសពថ្ងៃនេះកាន់តែច្រើនលើសលប់ទៅទៀតបើមនុស្សជឿថាស្លាប់ហើយកើតទៀតមនុស្សអត់ធ្វើអំពើអាក្រក់ទេព្រោះខ្លាចផលនៃអំពើអាក្រក់នឹងឲ្យទោសដល់ខ្លួនក្នុងពេលដែលបដិសន្ធិក្នុងជាតិមុខហ្នឹងប៉ុន្តែមនុស្សអត់ជឿបានប្រព្រឹត្តអំពើអសិលធម៌ប្រព្រឹត្តអំពើអាក្រក់ដោយកាយដោយវាចាចិត្តគ្រប់ព្រោះគាត់ជឿថាមនុស្សអត់កើតស្លាប់ហើយមិនកើតទៀតទេបើសោឡសុំលើករឿងហ្នឹងមកសម្ដែងបញ្ជាក់ញោមញាតឲ្យយល់ច្បាស់កាលព្រះសម្មាសម្ពុទ្ធលោកគង់នៅឡើយមានគ្រូទាំង6ដែលជាសត្រូវរបស់ពុទ្ធសាសនានោះមានគ្រូ2គ្រូមួយឈ្មោះបកុដ្ឋកយាយណៈគាត់ប្រកាន់វាទៈជំនឿលទ្ធិរបស់គាត់ថាសត្វតែស្លាប់ហើយទៀងនេះគាត់ជឿយ៉ាងប្រកាសប្រាប់ថាសត្វស្លាប់ហើយទៀងនេះបានន័យថាកើតទៀតសត្វនឹងស្លាប់ហើយកើតទៀតតែมันប្រែប្រួលទេធ្លាប់កើតជាអ្វីតែស្លាប់ទៅមកកើតអានឹងវិញវាអត់ប្រែប្រួលបើថាទៀងនឹងគ្រូឈ្មោះបកុដ្ឋកយាយណៈគ្រូមួយទៀតឈ្មោះអចិតកកេសកម្មពលៈគាត់មានជំនឿថាសត្វស្លាប់ហើយសូន្យអត់កើតទៀតទេអញ្ចឹងនេះជំនឿយល់ឃើញការយល់ឃើញទីពីរពុទ្ធសាសនាថាមិច្ឆាទិដ្ឋិគឺបុគ្គលដែលយល់ខុសពីសេចក្តីពិតយល់ខុសមិនព្រះសម្មាសម្ពុទ្ធសត្វលោកស្លាប់ហើយកើតទៀតវាអត់មានចប់ទេវាមិនទៀងទៅដល់និព្វានបានចប់
ដល់យល់ញ៉ាកាមិច្ឆាទិដ្ឋិរាអ្នកដែលយល់ថាសត្វស្លាប់ហើយសូនមិនកើតទៀតនោះសប្តាហ៍នេះវិទ្យាសាស្ត្រនៅបច្ចេកទេសក៏គេខំស្រាវជ្រាវរាវណាស់ដែរមនុស្សជាតិស្លាប់មានគ្រឿងគេទៅដាក់ស្ទង់ស្ទីលតើមានស្អីធម្មពលអីចំហាយអីព្រលឹងអីចេញទៅកើតទៀតហ្នឹងគេទៅពិសោធន៍ចឹងដល់ដាក់មើលទៅមនុស្សដាច់ខ្យល់ស្លាប់ទៅក៏មិនឃើញមានធម្មពលអីចេញទៅអត់ទេស្ងៀមដែលអញ្ចឹងពូវិទ្យាសាស្ត្របច្ចុប្បន្នហ្នឹងក៏គេកំណត់ថាមនុស្សស្លាប់ហើយមិនកើតទៀតទេប្រកាសប្រាប់យ៉ាងណាមកប៉ុន្តែដល់មកក្រោយពូអ្នកដែលវិទ្យាសាស្ត្រថាមនុស្សស្លាប់ហើយមិនកើតទៀតក៏គេផ្អាកសិនគេនៅសង្ស័យតែប្រហែលមែនទេមនុស្សហើយកើតទៀតស្លាប់ហើយដោយសារគេឃើញមនុស្សកើតមកវាចាំជាតិមនុស្សកើតមកចាំជាតិមានគ្រប់តែជាតិណាក៏មានមិនមានតែខ្មែរជាតិណាអាមេរិកកាំងស្អីអីណាមានគ្រប់ជាតិប្រទេសទាំងអស់ដល់គេឃើញមនុស្សកើតមកក្មេងកើតមកប្រចាំជាតិនិយាយបានទៅឬការនិយាយហ្នឹងគេពិនិត្យមើលតាមសម្ដីភាសាដែលនិយាយគេរត់តាមกันថាវាប្រកបយ៉ាងមែនប្រាប់ថាវាពីមុនកើតនៅស្រុកនេះស្រុកនោះមានម៉ែមានឪបងប្អូនប្តីប្រពន្ធឈ្មោះនេះនោះឥឡូវគេនាំទៅវាចង្អុលស្គាល់ទាំងអស់ទ្រព្យសម្បត្តិអីបងប្អូនដែលស្គាល់ថាត្រូវទាំងអស់វាមានកន្លះនោះធ្លាប់ធ្វើទាហានចម្បាំងសង្គ្រាមលោកលើកទី2ត្រូវក្របស្លាប់ទៅដល់កើតមកឃើញមានស្នាមចង្អុលប្រាប់នេះខ្ញុំត្រូវក្របស្លាប់ស្នាមដល់ចឹងពូអ្នកវិទ្យាសាស្ត្រគេថាគេប្រមូលមនុស្សដែលចាំជាតិបានទៅឆ្លោះទៅពិនិត្យតើមនុស្សនោះអាអ្នកដែលចាំជាតិរបស់ខ្លួនបាននោះមានអីខុសពីយើងធម្មតាពិនិត្យមើលខួរក្បាលវាខុសពីយើងមិនមានសរសៃមិនមានបេះដូងម៉ែព្រោះពួកគាត់នេះគេស្រាវជ្រាវរកសេចក្តីពិតយកទៅរកនឹងដែលគេប្រាប់គ្នាគេថាអូមនុស្សស្លាប់ហើយកើតទៀតវិញយើងថាមិនកើតខុសហើយផ្អាកបញ្ឈប់ពាក្យនឹងខ្ញុំនិយាយទៅស្រាវជ្រាវគេជឿអញ្ចឹងវិទ្យាសាស្ត្រពេលបច្ចុប្បន្ននេះឆ្នាំ2021មានកុមារីម្នាក់នៅស្រុកអាមេរិកកើតមកគាត់និយាយបានកែក៏ទៅគាត់ចេះតែទាឲ្យម៉ែឪគាត់នឹងជូនគាត់ទៅស្រុកគាត់ទៅផ្ទះគាត់អាមេរិកកាំងគាត់ឯងជឿតែមនុស្សស្លាប់កើតទៀតដល់លឺកូននឹងនិយាយអញ្ចឹងទាអញ្ចឹងផ្លាំងពេកទៅក៏ម៉ែឪនិយាយថាក៏មកទៅជឿក្មេងមិនដឹងអីចេះតែនិយាយពេលកាលទៅជឿយកជាការឲ្យបានចេះតែថាអញ្ចឹងឯងតែនាងនោះនៅតែទាឲ្យជូនទៅស្រុកទៅភូមិយើងឯងអត់ជប់ទេដល់នាងនោះជាចម្រើនធំឡើងវាចេះនិយាយអីច្បាស់មែនទេនៅតែកន្ទក់កន្ទិញទូលឲ្យម៉ែឪជូនទៅដល់អញ្ចឹងគាត់ជូនដល់ឆ្នាំខែហ្នឹងវាត្រូវគេធ្វើបុណ្យខួបកំណើតឲ្យពួកអឺរ៉ុបពួកអីគេនិយមណាស់ខួបកំណើតឲ្យទៅដល់ខួបកំណើតគេសប្បាយចិត្តដល់ថ្ងៃហើយគេប្រាប់មិត្តប្រាប់ភ័ក្រគេតែចិត្តដល់ថ្ងៃខួបកំណើតខ្ញុំថ្ងៃនេះគេអញ្ជើញមិត្តភ័ក្រគេមកជប់លៀងអាហារអីរំលីសប្បាយទៅតាមប្រពៃណីរបស់ពួកអឺរ៉ុបហ្នឹងបើដល់អញ្ចឹងនាងហ្នឹងដល់ពេលថ្ងៃខួបកំណើតចេះតែទាម៉ែឪឲ្យជូនទៅផ្ទះទៅស្រុកភូមិអញ្ចឹងដល់អញ្ចឹងម៉ែឪនឹកឃើញមើលទៅដល់ចិត្តដល់ថ្ងៃខួបកំណើតកូនមកឡើយវាចេះតែកន្ទក់កន្ទិញទាមទាឲ្យជូនឲ្យទៅម្លេះបើអញ្ចឹងណាហើយយើងសោះចិត្តជូនទៅបំពេញទឹកចិត្តកូនឲ្យសប្បាយរីករាយក៏ជូនទៅឪពុកនឹងបើកបររថយន្តកូនចេះប្រាប់ទៅផ្លូវនេះទៅដល់ស្រុកភូមិផ្ទះថាដល់ហើយឈប់ដល់ឈប់ទៅចុះទៅក្នុងភូមិក្នុងផ្ទះនោះក៏ស្គាល់បងស្គាល់ប្អូនអីទាំងអស់ឈ្មោះអីស្គាល់ត្រូវទាំងអស់ในពិសេសថាមានកប់របស់អីមុនស្លាប់ហ្នឹងមិនបានប្រាប់គេឥឡូវទៅកើសរបស់ឯកន្លែងគាត់កប់ដល់កើសឡើងឃើញទាំងអស់មែន
បានពួកនឹងគេចាប់ផ្ដើមជឿថាអូមនុស្សស្លាប់ឲ្យប្រកាសជាកើតទៀតឥឡូវយើងងាកមកពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាម៉េចព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមនុស្សសត្វស្លាប់ហើយកើតទៀតតែមិនទៀងទេពេលឯគ្រូមួយក៏ថាស្លាប់ហើយទៀងមិនប្រែប្រួលទេគ្រូមួយទៀតក៏ថាសត្វស្លាប់ហើយសូន្យដល់ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាសត្វហើយកើតទៀតតែអត់ទៀងវាប្រឆាំងព្រះអង្គថាស្លាប់ថាប្រឆាំងណាអ្នកថាមិនកើតនឹងឯងហើយព្រះអង្គថាកើតហើយមិនទៀងប្រឆាំងអាអ្នកថាទៀងនឹងឯងទេនេះពុទ្ធលោកសម្ដែងចឹងសួរថាឯណាដែលពិតប្រកបជាងនោះសត្វស្លាប់កើតហើយទៀងសត្វស្លាប់ហើយកើតហើយទៀងឬសត្វស្លាប់ហើយសូន្យដែលត្រឹមត្រូវជាងថាត្រឹមត្រូវជាងគឺពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងឯសត្វស្លាប់ប្រកបជាកើតទៀតតែវាអត់ទៀងដូចពីមុនទេមិនពីមុនធ្លាប់កើតអីស្លាប់ឲ្យកើតទៀតទេសួរថាដែលសត្វស្លាប់ឲ្យកើតទៀតវាមិនទៀងនឹងព្រោះស្អីដែលទៅបង្វិលទៅប្រែប្រួលមិនឲ្យសត្វនឹងទៀងនោះថាអ្វីដែលទៅធ្វើឲ្យសត្វបង្វិលប្រែប្រួលដែលមិនឲ្យទៀងគឺផលរបស់កម្មការងារកាលដែលយើងនៅជាមនុស្សនឹងឯងយើងធ្វើកម្មគឺការងារដែលធ្វើដោយកាយដោយវាចាចិត្តរបស់ផងយើងនោះល្អអាក្រក់ប៉ុណ្ណាផលនៃការដែលយើងធ្វើល្អទៅបង្វិលទៅប្រែប្រួលជាកំណើតរបស់យើងមិនឲ្យទៀងហ្នឹងពីអាក្រក់ទៅល្អពីល្អមកអាក្រក់អត់ដោយសារតែការងាររបស់យើងធ្វើនឹងឯងនេះជាសេចក្តីពិតក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកទ្រង់សម្ដែងហ្នឹងសត្វដែលសត្វលោកមនុស្សដែលកើតមកវាអត់ដូចគ្នាហ្នឹងមនុស្សយើងកើតមកមានដូចគ្នាជាតិជាមនុស្សប៉ុន្តែវាអត់ដូចគ្នាសូមខ្ញុំនិយាយជ្រាបចឹងសួរថាវាមិនដូចគ្នាមកពីស្អីថានឹងមកពីផលរបស់កម្មការងារដែលយើងធ្វើនឹងឯងទៅប្រែទៅព្រួលយើងជីវិតថ្មីនឹងឲ្យប្លែកពីមុននឹងវាផ្លាស់ប្ដូរដោយសម័យពុទ្ធមានព្រាហ្មណ៍មួយឈ្មោះសុភមាណពសុភមាណពនេះជាកូនរបស់តោទយព្រាហ្មណ៍ពួកនឹងពូជត្រកូលនឹងសាសនាព្រាហ្មណ៍សតព្រោះនៅទឹកដីឥណ្ឌាមានសាសនាព្រាហ្មណ៍ហើយគ្រប់ដំណាប់ពុទ្ធសាសនាទៅមិនកើតក្រោយទេអ្នកដែលត្រាស់ដឹងដោយបញ្ញាញាណជាអង្គព្រះពុទ្ធនឹងដែលដឹងនឹងនៅលើទឹកដីឥណ្ឌាមានព្រះពុទ្ធដែលដឹងមុនគេដឹងសេចក្តីពិតមុនគេនឹងព្រះពុទ្ធសាសនានឹងសេចក្តីពិតរបស់ព្រះពុទ្ធសាសនាព្រះអង្គសម្ដែងថាមនុស្សទាំងអស់អាស្រ័យការងារដែលបល័យថាកម្មនោះប្រែខ្មែរថាអំពើដែលធ្វើមនុស្សទាំងអស់បានទទួលសេចក្តីសុខទុក្ខកើតជាអ្នកប្រាជ្ញបណ្ឌិតអ្នកល្ងង់ខ្លៅអ្នកមានទ្រព្យមានសម្បត្តិយសស័ក្តិធំថ្កើងសុខដែរមកតែអំពីការងារដែលមនុស្សគេធ្វើខ្លួនគេដោយកាយវាចាចិត្តនឹងឯងពុទ្ធសាសនាជាសាសនាដែលនិយមកម្មការងារយើងនិយាយពាក្យថាកម្មបល័យប្រែជាខ្មែរថាការងារដែលយើងធ្វើហ្នឹងអានឹងឯងជាផលផ្ដល់ឲ្យយើងមើលជីវិតអ្នកទាំងអស់គ្នាដែលរស់ហ្នឹងរស់នៅមនុស្សនេះក៏វាមិនដូចគ្នាមកពីអីមកពីមនុស្សនោះគេធ្វើការងារវាខុសគ្នាបានជីវិតរបស់មនុស្សមានក្រមានកណ្ដាលមានមធ្យមមានអីមកពីការងារដែលគេធ្វើពីការងារដែលគេធ្វើបានល្អបានច្រើនប្រកបដោយបញ្ញាការចេះដឹងមានបញ្ញាយល់ច្បាស់នឹងបានជីវិតគេនឹង
ប្រសើរមានទ្រព្យមានសម្បត្តិមានសេចក្តីសុខអីព្រោះបញ្ញាហ្នឹងបូកទៅលើការងារដែលធ្វើដោយកាយវាចាចិត្តហ្នឹងមានប៉ុណ្ណឹងក្នុងលទ្ធិដទៃអត់មានទេអត់មាននិយាយពីការងារអត់មាននិយាយពីខ្លួនឯងស្រេចទៅក្នុងព្រះឲ្យទាំងអស់នឹងចឹងសុពមាននប់ក៏ឆ្ងល់ក៏អ្នកកាន់សាសនាព្រាហ្មណ៍ហីបើឪគាត់មេព្រាហ្មណ៍ធំអាចារ្យគ្រូប្រដៅគេហ្នឹងបើដល់សុពមាននប់គាត់នៅតែសង្ស័យគាត់មិនជឿច្បាស់ព្រោះគាត់តែមានតែហេតុវាគាត់តែទ្រឹស្ដីវាទៅជាអបិយជំនឿគ្មានហេតុផលបើពុទ្ធសាសនាគឺមានហេតុផលលោកថាល្អអាក្រក់មកពីអ្នកឯងធ្វើនឹងអានឹងវាជាហេតុការអំពើនឹងជាហេតុធ្វើអាក្រក់បានផលអាក្រក់ធ្វើល្អបានផលល្អនឹងជាហេតុជាផលលោកបញ្យល់អញ្ចឹងទៅសុពមៀងណប់ក៏ឆ្ងល់តែមនុស្សកើតមកវាមិនដូចគ្នាសាសនាព្រាហ្មណ៍ថាព្រះនិព្វានឲ្យតែគាត់មិនជឿនៅសង្ស័យដល់ព្រះពុទ្ធត្រាស់ដឹងឡើងដឹងថាព្រះពុទ្ធមានបញ្ញាសុពមានណប់ទៅជួបនឹងព្រះពុទ្ធសួរដល់មកសុទ្ធបបិទ្ធប្រកួតដំដែលចម្រើនខ្ញុំព្រះអង្គឆ្ងល់ណាស់ជុំមនុស្សហេតុអីកើតមកបានអត់ដូចគ្នានោះបើថាព្រះប្រទានឲ្យព្រះបង្កើតគួរតែដូចគ្នានៅនេះវាអត់ដូចគ្នាតើហេតុអីសួរព្រះពុទ្ធអញ្ចឹងបានព្រះពុទ្ធលោកសំដែងហ្នឹងមនាលព្រាហ្មណ៍ហើយមនុស្សកើតមកមិនដូចគ្នាព្រោះមនុស្សនឹងធ្វើការងារគឺកម្មហ្នឹងវាខុសគ្នាពុទ្ធលោកប្រាប់ចឹងហ្មងវាធ្វើកម្មខុសគ្នាដូចជាអ្នកខ្លះសុពមានចុះអ្នកខ្លះកើតមកមានអាយុវែងនឹងរឿងអីអាយុខ្លីរឿងអីកើតមកមានសុខភាពល្អបរិបូរណ៍រឿងអីកើតមកមានជំងឺច្រើនប្រចាំជីវិតរឿងអីកើតមកមានសម្បុរពើស្បែកថ្លាល្អមកពីស្អីកើតមកមានពើសម្បុរអាក្រក់មកពីអីកើតមកមានយសស័កធំខ្ពងខ្ពស់មកសាអីអ្នកកើតមកមានស័កបនស័កតូចនឹងកើតប្រុសអីអ្នកកើតមកមានទ្រព្យសម្បត្តិច្រើនប្រុសអីកើតមកក្រគ្មានទ្រព្យសម្បត្តិប្រុសអ្វីអ្នកកើតមកក្នុងត្រកូលខ្ពងខ្ពស់ប្រុសអីកើតមកក្នុងត្រកូលទៀតថោកប្រុសអីកើតមកក្នុងជាអ្នកមានបញ្ញាចេះដឹងឆ្លេះវាងវៃប្រុសអ្វីកើតមកល្ងងខ្លៅប្រុសអីនឹងសុពមាននប់ក៏ឆ្ងល់ទូលសួរព្រះពុទ្ធ14យ៉ាងហ្នឹងឯងបានព្រះពុទ្ធលោកបកស្រាយប្រាប់ទាំងមនាលមាននប់អីមនុស្សដែលកើតមកមានអាយុវែងព្រោះគេមិនបៀតបៀនជីវិតសត្វសត្វទេគេមិនសម្លាប់សត្វទេការចិញ្ចឹមជីវិតរបស់គេមិនប៉ះពាល់ជីវិតសត្វទេបានជាគេកើតមកមានអាយុវែងអានឹងហេតុដែរជាអ្នកកើតមកមានអាយុខ្លីតែអ្នកនោះជាអ្នកបៀតបៀនជីវិតសត្វអញ្ចឹងឲ្យតែជួបសត្វអីក៏វាយសម្លាប់ទៅជួបសត្វអីក៏ចេះតែលពឹសដៃសម្លាប់ទៅជួនកាលក៏យករបស់ការងារសម្លាប់មកជាការអាជីវកម្មចិញ្ចឹមជីវិតទៅទៀតសម្លាប់ជីវិតសត្វដើម្បីចិញ្ចឹមជីវិតខ្លួនអាហ្នឹងហេតុនាំឲ្យមានអាយុខ្លីហ្នឹងអាហ្នឹងមានហេតុចឹងអញ្ចឹងអ្នកដែលមានអាយុអត់ដែលមានសុខភាពល្អថាមនុស្សនោះគេមិនដែលបៀតបៀនមិនទៅប្រភ័យទៅបញ្ញាក់បង្អើលសត្វណាឲ្យភ័យឲ្យតក់ស្លុតឲ្យខ្លាចរំតន់ញាត់ញើឲ្យមានទេមនុស្សនោះអញ្ចឹងគេកើតមកអនាគតគេមានសុខភាពល្អមានជំងឺអីតិចតួចក៏ឈឺក្បាលវិលមុខអីទៅជាបាលអីទៅក៏លេបថ្នាំទៅក៏ជាទៅអ្នកដែលកើតមកមានជំងឺប្រចាំកាយជានិច្ចឈឺគ្មានថ្ងៃស្រាកទេលេបថ្នាំផឹកថ្នាំទៅពេទ្យប៉ុន្តែអត់ចេះបានងាប់ទេនៅតែអាយុ80អីគេដែលតស៊ូប៉ុណ្ណាឈឺតែអ្នកនេះលពឹសណាច្រើនបញ្ញាក់ច្រើនបង្អើលច្រើនបំភ័យបង្លាចសត្វទៀតមនុស្សគ្នាឯងឲ្យភ័យតក់ស្លុតអាបានឲ្យទៅធ្វើខ្មោចលងគេទៅឲ្យគេភ័យអាហ្នឹងឯងកម្មពីវិរិយហ្នឹងឃើញទេ
កើតជាអនាគតទៅកើតឡើងក៏ឈឺសុខភាពមិនល្អទេលេបថ្នាំផឹកថ្នាំទៅពេទ្យប្រចាំប៉ុណ្ណោះអត់ងំអាយុបាន70ប្លាយ80ដូចតែគេដែរអានេះលោកប្រាប់ហេតុដែរអាចអ្នកដែលកើតមកមានពើសម្បុរថ្លាល្អថាមនុស្សនោះគេមិនសូវមានសេចក្តីក្រោធខឹងទេគេខឹងអន្តែងទួយទៅឆាប់រសាយគេមិនចង់កំហឹងនឹងទុកក្នុងចិត្តយ៉ាងសម្រាប់អ្នកកើតមកមានពើសម្បុរអាក្រក់ខ្មៅស្បែកកក្រិះកកេតថាអ្នកនឹងមានកំហឹងទោសៈច្រើនណាស់សន្សំខឹងនោះមួយថ្ងៃមិនខឹងប្រមាណដងទេពីខឹងហើយមិនចេះរំសាយទុកបណ្ណាខឹងច្រើននេះបើយើងពិនិត្យមើលក្នុងប្រជុំមនុស្សច្រើនតែញោមញាតិសិកាស្រីនឹងឯងខឹងច្រើនមួយថ្ងៃនឹងខឹងប្រមាណដងនេះអានឹងនិយាយរឿងពេតតែមកឆ្វែលខឹងនឹងកូនឆ្វែលខឹងនឹងចៅឆ្វែលខឹងនឹងប្តីនេះប្រយ័ត្នអញ្ចឹងកើតជាអនាគតទៅពើសម្បុរអត់ស្អាតទេណាប្រយ័ត្នមែនទេទោះបីតែយកគ្រឿងអីមកលាបលូនជួយក៏នៅតែកែមិនសូវឡើងទេអត់នឹងទោសនៃសេចក្តីខឹងច្រើនណាស់បើអញ្ចឹងញោមញាតិស្ត្រីណាអសាខឹងច្រើនលោកដឹងហេតុឲ្យបន្ថយចេញទៅតាមបានទេហ៎បន្ថយចេញកុំមកស្អីតិចច្រឡោតស្អីតិចប៉ុន្តែមិនបានជាស្អីឬក៏ច្រឡោតនេះហេតុផលដែលកើតឲ្យនៅមានសម្បុរអាក្រក់នោះពេលអ្នកដែលកើតមកមានបុណ្យស័ក្តិខ្ពង់ខ្ពស់ថាគេមិនចេះចំណែនក្នុងអ្នកណាទេអ្នកស្រុកភូមិផងលបងជាមួយឃើញគេបានសេចក្តីសុខចម្រើនមានយសមានស័ក្តិប្តីប្រពន្ធកូនគេក៏មានវិសាសៈស្និទ្ធស្នាលនិយាយស្ដាប់គ្នាបានមិនប៊ីពីនេះទេបុណ្យស័ក្តិខ្ពង់ខ្ពស់ហ្នឹងក៏ត្រេកអររីករាយទៅតាមពូជនឹងត្រកូលឯទាំងត្រកូលអ្នកនោះហើយគេធ្វើបុណ្យអីល្អម្ល៉េះគេបានសេចក្តីសុខសំបីតែប្តីប្រពន្ធកូនគេក៏មិនដែលមានរអស់ឋានអីនឹងគ្នាទេតែសប្បាយរីករាយតាមគេហ្នឹងអានឹងអានិសង្ឃដល់កើតជាក្រោយទៅបានជាអ្នកមានបុណ្យមានស័ក្តិខ្ពង់ខ្ពស់ឧត្តមឧត្តមទៅជនអ្នកដែលកើតមកមានចំណេះចេះដឹងយ៉ាងណាក៏មិនបានមានបុណ្យស័ក្តិខ្ពង់ខ្ពស់តែចំណែននឹងគេឃើញអ្នកស្រុកអ្នកភូមិណាគេបានសេចក្តីសុខចម្រើនចំណែនគេបូនមាត់បាត់ដុំដៃនិយាយដើមគេនិយាយអាក្រក់ពីគេនិយាយបានចាស់ខ្លួនគេអត់ដឹងអីផងយើងទៅក្តៅកាហាយនឹងគេចំណែននឹងគេបានសេចក្តីសុខសួស្តីជាងយើងនឹងឲ្យផលហ្នឹងកើតជាអនាគតទៅជាអ្នកទន់ទៀតធ្វើអីក៏មិនបានបន់បានស័ក្តិអីគេទេអានឹងចឹងជាអ្នកដែលកើតមកមានសម្បត្តិទ្រព្យច្រើនថាអ្នកនឹងពីមុនគេជ្រះថ្លានឹងការបរិច្ចាគទានទ្រព្យសម្បត្តិគេដែលគេមានហើយនឹងវាសល់ពីការប្រើប្រាស់លោកគេបរិច្ចាគចែកធ្វើជាប្រយោជន៍សម្រាប់កសាងកុដិសាលាមន្ទីរពេទ្យជាប្រយោជន៍សាធារណៈតែគេលះបង់ទ្រព្យសម្បត្តិឬគេជួយសង្គ្រោះដល់ទៅចាស់ប្រធាចារ្យអ្នកមានសិលឬប្រគេនថ្វាយទានដល់ព្រះសង្ឃអីគេលះទ្រព្យសម្បត្តិហេតុនឹងឯងបានគេកើតមកគេមានទ្រព្យសម្បត្តិបរិបូរណ៍គុំត្កើងហ្នឹងសម្រាប់អ្នកដែលក្រខ្សត់រោមុខខ្វះរោព្រឹកខ្វះល្ងាចខ្វះព្រឹកពោស្ទើតែមិនរស់ថាអ្នកនឹងជាអ្នកដែលកំណាញ់ស្វិតស្វាញពីមុនមកមិនបានលះបង់ទ្រព្យសម្បត្តិធ្វើទានអីទេទោះបីធ្វើក៏បន្តិចបន្តួចតង្ទើសតង្ទើលអ្នកចិត្តខាងគេធ្វើបន់ទានប្រកាសក៏ធ្វើដែរបើអត់ជ្រះថ្លាចិត្តមិនរីករាយឲ្យថាធ្វើកុំឲ្យទៅទើសទើលគេថាគេប្រាប់ឲ្យមិនធ្វើវាមិនកើតណាធ្វើដោយទើសទើលអត់បានបន់ទេចិត្តមិនជ្រះថ្លាប្រភពដែលកើតបន់គឺមកពីចិត្តតែចិត្តមិនល្អហើយលះទ្រព្យប្រមាណក៏មិនបានបន់បរិបូរណ៍ទេព្រោះពុទ្ធលោកសម្ដែងថាចេតនាហង្ភិកវេកម្មង្វេទាមិអចេតនារបស់ចិត្តហ្នឹងបំណងរបស់ចិត្តល្អឬមិនល្អនៅលើចិត្តហ្នឹងព្រោះបើថាចិត្តយើងល្អជ្រះថ្លាយើងលះទ្រព្យសម្បត្តិទៅក៏បានបន់បានកុសលតែបើថាចិត្តមិនល្អតែលះទ្រព្យសម្បត្តិច្រើនណាស់ក៏មិនទៅបានតែធ្វើតង្ទើសទើលហ្នឹងណាទើសទើល
គេប្រាប់ឲ្យធ្វើបើមិនកើតបើមិនបានអាហ្នឹងចឹងតើហ្នឹងពុទ្ធដីកាព្រះអង្គទ្រង់បានសម្ដែងថាបុគ្គលដែលបានសេចក្តីសុខក្នុងជាតិបច្ចុប្បន្ននេះព្រោះបានឲ្យទានពីមុនមកក្នុងកាលមុនដូចដើមឈើដែលគេដាំហើយគេស្រោចទឹកក្នុងគល់ដល់ទៅយកផលផ្លែផ្កាវាចង់ទេអាហ្នឹងចឹងយ៉ាងណាមិញដូចគ្នាញោមញាតមានទ្រព្យសម្បត្តិបច្ចុប្បន្នព្រោះពីមុនមកបានធ្វើទានជាតិមុនបានធ្វើទានឬពីឆ្នាំមុនមកនោះបានធ្វើទានផលបុណ្យនឹងជួយទ្រទ្រង់ញោមប្រកបរបរការងារទៅបុណ្យសេចក្តីល្អធ្វើទានជួយទ្រទ្រង់ឲ្យចម្រើនលូតលាស់ឡើងអានឹងមានហេតុចឹងសត្វតែហេតុផលចុះដូចអ្នកកើតមកក្នុងត្រកូលខ្ពង់ខ្ពស់ដងដំថាជាមនុស្សមានសិលធម៌មានអរិយាបថសភាពទន់ភ្លន់ជាសប្បុរសចេះបន្ទន់បន្ទាបកាយគោរពចាស់ព្រឹទ្ធាចារ្យអ្នកមានសិលឬស្ដាប់បង្គាប់ម៉ែឪគោរពម៉ែឪនឹងកើតជាអនាគតទៅកើតក្នុងត្រកូលឲ្យខ្ពង់ខ្ពស់ជនអ្នកដែលកើតក្នុងត្រកូលទៀតហ្នឹងជាងែងជាងាងពូជន់ពីលអសប្បុរសមិនចេះអត់លំទោនបន្ទន់បន្ទាបកាយមិនចេះគោរពចាស់ព្រឹទ្ធាចារ្យអ្នកមានសិលទេសំបីតាម៉ែឪឯងក៏មិនស្ដាប់ពាក្យទូលមានព្រានប្រដៅបទុសរាយនឹងម៉ែនឹងឪឯងហ្នឹងអានឹងតែអស់អាយុទៅកើតក្រោយទៅកើតក្នុងត្រកូលថោកទាបហើយព្រោះយើងអត់ចេះគោរពអត់អន់លំទោនរនអ្នកណានឹងផលហ្នឹងទៅអញ្ចឹងជាអ្នកដែលកើតមកមានបញ្ញាឆ្លាតគេព្យាយាមឧស្សាហ៍រៀនសូត្រឧស្សាហ៍ស្ដាប់ត្រេះរិះពិចារណាមានអ្នកប្រាជ្ញបណ្ឌិតណាមកគេទៅសាកទៅសួរទៅស្ដាប់ធัวដ៏ល្អល្អរបស់អ្នកប្រាជ្ញនោះយ៉ាងដល់កើតជាអនាគតទៅមានបញ្ញារៀនសូត្រអីក៏ឆាប់ចេះឆាប់ចាំចំណេះដែលងងខ្លៅថាអត់ចូលចិត្តរៀនសូត្រតែខ្ជិលមិនរៀនមិនសូត្រអីទេនៅក្នុងមនុស្សនេះទេហើយមិនចេះព្យាយាមចង់ចេះចង់ដឹងអីទេទៅស្ដាប់ធ្វើអទេសនាឬស្ដាប់លោកអ្នកប្រាជ្ញបណ្ឌិតណាអត់ទេកិច្ចតែចេញនឹងផលហ្នឹងកើតជាអនាគតជាមនុស្សល្ងងខ្លៅមកបើយើងអត់បានសន្សំពូជទៅពេលហ្នឹងការខំរៀនសូត្របាច់ចាំជាតិមុខទៅជាតិហ្នឹងក៏កើតជាអ្នកចេះដឹងមានបញ្ញាដែរហ្នឹងបាច់ចាំងាប់ទាន់ដែរវាអ្នកដែលល្ងងអត់បញ្ញាមិនចាំជាតិមុខតែជាតិហ្នឹងក៏ល្ងងស្រេចទៅហើយហ្នឹងអានេះវាឲ្យហេតុអភិជាតិហ្នឹងទៅនឹងហេតុអញ្ចឹងតើហ្នឹងឯងដែលពុទ្ធលោកដោះស្រាយបញ្ហាដែលសុពមាននប់ឆ្ងល់មកសួរលោកប្រាប់ហេតុផលសាសនាព្រាហ្មណ៍របស់គាត់អត់មានហេតុផលទេគ្មានហេតុផលទេនិយាយតែព្រះប្រទានឲ្យយ៉ាងមកដល់អញ្ចឹងសុពមាននប់ក៏ស្ដាប់បានយល់ដោយបញ្ញារបស់គាត់ពុទ្ធលោកបញ្យល់ពីហេតុនិងផលហេតុផលហេតុល្អផលល្អហេតុអាក្រក់ផលអាក្រក់នៅលើពិភពលោកមានតែហេតុនិងផលគឺកម្មផលហ្នឹងឯងដែលយើងមនុស្សធ្វើហ្នឹងឯងចឹងក៏ស្ដាប់បានក៏យល់ក៏ជ្រះថ្លានឹងធ្វើទេសនាដោះស្រាយបញ្ហាដែលក៏ឆ្ងល់របស់ពុទ្ធហ្នឹងទៅក៏យល់គឺថាប្រគូដំដែលចម្រើនហើយធ្វើព្រះអង្គសំដែងនេះច្បាស់ណាស់ខ្ញុំព្រះអង្គគ្មានសពេចសពេលเลยទៀតទេដូចជាគេទៅទាញរបស់គ្រឿងកម្រូបដែលគេក្រោបរបស់នឹងទៅទាញអាកម្រូបលើឃើញរបស់ដែលក្រោបច្បាស់ពំនុសោតដូចគេទៅផ្ងារបស់ដែលផ្កាប់ក្អមច្រាំងផ្កាប់ទៅភ្លៀងប្រមាណក៏មិនដែលចូលទឹកភ្លៀងបានតែផ្ងាឡើងមានភ្លៀងមកស្រក់ចូលពីមុនមិញវាអត់យល់ឥឡូវយល់ចឹងពំនុសោតដែលគេប្រាប់ផ្លូវដល់មនុស្សកំពុងតែដើរវិញផ្លូវហ្នឹងឲ្យស្គាល់ទិសស្រកទេទៅគឺដឹងឡើងពំនោះដូចគេអុចភ្លើងទៅបំភ្លឺក្នុងទីងងឹតឲ្យមនុស្សដែលមានភ្នែកជាឃើញរូបក្នុងទីងងឹតនោះបានយ៉ាងណាមិញប្រគូតដំដែលចម្រើនញ៉ាំព្រះអង្គក៏ភ្លឺស្វាងយ៉ាងឯងលេងសពេចសពិលលេងសង្ស័យអីទៀតឲ្យជ្រះថ្លានឹងពុទ្ធគាត់បដិញ្ញាសុំយកពុទ្ធប្រធើប្រសង្ឃជាទីពឹងទីលើកជាបាសកហ្មងក៏ពូលប្រគូតដំដែលចម្រើនហើយ
ខ្ញុំព្រះអង្គសូមដល់នៅប្រគូដំដែលចម្រើនផងសូមដល់នៅពុទ្ធផងប្រស័កធ្វើផងអសូមដល់ប្រធ្វើផងប្រសងផងជាទីពឹងទីរលឹកសូមប្រគូដំដែលចម្រើនសម្គាល់ដល់ខ្ញុំព្រះអង្គជាឧបាសកជ្រះថ្លានឹងពុទ្ធសាសនាតាំងពីពេលថ្ងៃហ្នឹងឯងទៅហ្នឹងតរៀងរហូតទៅប្រគូដំដែលចម្រើនរាប់អានត្រកូលអ្នកដតីយ៉ាងណាក្នុងភូមិនេះតាំងមិនរាប់អានត្រកូលសុពមាននៅខ្ញុំក៏ដូចយ៉ាងនេះក៏ជ្រះថ្លានឹងពុទ្ធចរាណលទ្ធិចាស់ចោលលទ្ធិព្រាហ្មណ៍បួងសួងបន់ស្រន់នឹងចោលអស់លីងបើប្រកាសផ្ដាច់ចរានចោលព្រាហ្មណ៍នឹងវាយល់ច្បាស់ចេះពីព្រោះហេតុនិងផលប្រពុតលោកវាយល់ហេតុផលនៅលើលោកនេះរបស់អីក៏មានហេតុផលទាំងអស់តាពុទ្ធសាសនាតែមិនមានហេតុផលអត់ជឿទេអត់ទទួលយកទេដោយទៅបន់ស្រន់សុំសុខសុំសួស្ដីពីណាមកពុទ្ធសាសនាអត់ជឿទេព្រោះវាអត់មានហេតុផលចេះតែថាទៅជាអបិយជំនឿអត់មានហេតុផលអីទេរបស់អីសាមានហេតុផលមនុស្សយើងនេះក៏មានហេតុផលគឺតែបើមានហេតុផលតែមានមនុស្សតគ្នាអាយាយទូតាទូជាផលរបស់ម៉ែឪគាត់ដល់យាយទូតាទូជាផលវាត្រឡប់ទៅជាហេតុវិញហើយបានមកយាយតាយើងជាផលណាយាយតាយើងដែលជាផលត្រឡប់ទៅជាហេតុវិញបានមកលោកពុកអ្នកម្ដាយយើងជាផលលោកពុកអ្នកម្ដាយដែលជាផលត្រឡប់ទៅជាហេតុវិញបានមកយើងនេះជាផលយើងជាផលត្រឡប់ទៅជាហេតុវិញបានកូនយើងជាផលកូនយើងជាផលត្រឡប់ទៅជាហេតុបានចៅយើងជាផលចៅយើងជាផលបានត្រឡប់ទៅជាហេតុបានចៅទូតគេនេះហេតុផលតាស្អីមិនមានហេតុផលអត់ជឿទេអ្នកកាន់ពុទ្ធសាសនាទៅជឿថាសេចក្តីសុខបានពីទៅសុំពីអ្នកតាឯណាតារាជយាយទេពណាអត់ឯពុទ្ធសាសនាជឿទេអានឹងមនុស្សល្ងងណាស់នោះមានបញ្ញាគេអត់ជឿទេព្រោះពុទ្ធលោកមិនអោយទៅជឿឲ្យដោយសេចក្តីល្ងងយ៉ាងទេនេះសំជម្រាបញោមញាតប៉ុណ្ណឹងដែលសំដែងមកទាំងបាននេះជាគ្រឿងដាស់តឿនដល់ញោមញាតអ្នករស់ទេឧបាសិកាលឹមភ័ណ្ឌដែលលៀនលោទៅឲ្យអត់និយាយនឹងកើតបានទេស្ដាប់បានទេទេសនាមិនទេសនាឲ្យបាសិកាលឹមភ័ណ្ឌស្ដាប់ទេឲ្យកូនឲ្យចៅឲ្យញាតមិត្តនឹងស្ដាប់ពីព្រមមនុស្សដែលត្រូវស្លាប់ទៅតាមគ្នាតនឹងឯងទៅស្លាប់ទៅឲ្យមានកំណើតថ្មីទៀតបើអញ្ចឹងតុបតែងកំណើតថ្មីរបស់ខ្លួនឲ្យខ្ពង់ខ្ពស់ឲ្យបានសុខសួស្ដីហ្នឹងអានឹងប៉ុណ្ណឹងទេណាញោមណាមិនបើហៅអាត្មាឲ្យមកទេសនាឲ្យបាសិកាលឹមភ័ណ្ឌស្ដាប់អាត្មាមិនមកទេខ្ញុំនឹងនិយាយគ្នាបានមិនទេខ្មោចហ្នឹងបើមកដើម្បីនិយាយនឹងមនុស្សរស់គ្រប់គ្នាដាស់តឿនឲ្យសន្សំទ្រព្យសម្បត្តិគឺបុណ្យនោះជាគ្រឿងទីពឹងរបស់យើងក្នុងបរលោកពេលដែលស្លាប់ទៅអ៊ុយអ្នកដែលថាស្លាប់ហើយមិនកើតហ្នឹងក៏បញ្យល់ថាវាត្រូវតែកើតវាអ្នកដែលជឿថាស្លាប់កើតទីវាទៀងមិនប្រែប្រួលក៏លើករឿងវត្ថុនិទានមកសម្ដែងឲ្យអស់ហើយប្រាប់តាមបានណាញោមណាលុបបំបត្តិអ្វីដែលយកខុសអស់ហើយអញ្ចឹងធ្វើទេសនាក្នុងឱកាសនេះក៏គួរសមតាមកាលនឹងវេលាហើយបងមុននឹងបញ្ចប់ធ្វើទេសនានេះសូមឧទ្ទិសកុសលផលបុណ្យដែលកើតពីការសម្ដែងធម៌និងស្ដាប់ធម៌របស់ញោមញាតិគ្រប់គ្នាទាំងអស់ឧទ្ទិសជូនចំពោះបាសិកាលឹមភ័ណ្ឌពលដែលបានលៀនលោកទៅកាន់លោកខាងមុខហើយនឹងព្រមទាំងបុព្វការីជនគ្រប់រូបទាំងអស់ដល់ទីពីបាសិកាលឹមភ័ណ្ឌនឹងក៏ជាបុព្វការីដែលយើងត្រូវតែផ្សព្វផ្សាយជូនទៅលោកដែរអាស្រ័យនៃសមបាសិកាលឹមភ័ណ្ឌបុព្វការីជនទាំងឡាយធ្វើទឹកចិត្តជ្រះថ្លាអនុមោទនារីករាយទទួលយកនៅកុសលផលបុណ្យដែលកើតពីធម្មទានក្នុងឱកាសនេះឧទ្ទិសជូនទៅលោកសូមឲ្យលោកធ្វើទឹកចិត្តត្រេកអររីករាយអនុមោទនាទទួលលោកកុសលផលបុណ្យនោះបើលោកពេញចិត្តនៅប្រការៈណាមួយក៏ចូលសម្រេចទៅតាមទឹកចិត្តរបស់លោកចោលបើម្យ៉ាងទៀតក៏ជូនពរដល់ញោមញាតិពុទ្ធបរិស័ទទាំងឡាយ
อับสดับเธอซ้ำไอ้ลูกเชียมรานลุดเลือดได้ปัญญาได้สดับเธอติสนาเตออายลชบ้าเอาไว้ได้ปีมันมันลูกยลเข้าหนึ่งตามระยะเธอติสนาเนี่ยทำไมอายลเต้ายลเต้าไม่ทำมนุษย์สลับให้มันเกิดตีนหนึ่งอายลทำมนุษย์สลับสัตว์ตะการตีนอันเมียนจอบเตสลับไปนี่ตัวสลับไปโน่ตัวการโน่ใครการให้มันเตียงเพราะอำเภอพาระบาคลุนเพื่ออักระละอบาคลุนจังเอาชีวิตขนมมุกบานอักคำเพื่อบอลเดียวก็เจียกไรบานขบงขบวดกำกลางโรงเรียนสมอายอตัวตามพุทธศาสนาได้เจศาสนาประกอบได้ให้พอลยัง